សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសម្លេងរន្ធត់ចេញម្លងទៀតហើយយប់ទី9ហើយយប់ទី9នេះដែរមានរឿងរន្ធត់ចំនួន3មកចែកជូនអ្នកទាំងអស់គ្នាស្ដាប់មុនចូលគេងហើយបញ្ជាក់ផងដែរណាសម្រាប់រឿងទាំង3ហ្នឹងគឺចែកម្លែកពីប្រិយមិត្តចំនួន3នាក់ផ្សេងគ្នាតោះចឹងយើងទៅស្ដាប់រឿងទី1របស់យើងហើយរឿងទី1នេះគឺតាក់ទងជាមួយនឹងប្អូនស្រីម្នាក់ឈ្មោះមីបានរៀបរាប់ពីរឿងរន្ធត់ដែលកើតឡើងលើគាត់ណានៅបន្ទប់ជួលជាន់ទី3មួយកន្លែងតោះទាំងយើងចូលសាច់រឿងមីទាំងអស់គ្នាមីបានប្រាប់ខ្ញុំថាកាលនោះគាត់ទើបមកធ្វើការនៅភ្នំពេញថ្មីដោយសារប្រាក់ខែមិនសូវច្រើនហ្នឹងគាត់បានដើររកបន្ទប់ជួលណាដែលថោកហើយនៅម្ដុំមកកន្លែងធ្វើការហ្នឹងមីថាខ្ញុំដើររកចិត្តមួយថ្ងៃពេញទើបឃើញអាគារមួយចាស់ហើយអាគារហ្នឹងមាន4ជាន់តែមើលទៅមានសភាពចាស់មែនទែនហើយផ្លូវដើរចូលទៅក្នុងអាគារហ្នឹងមានសភាពស្ងាត់ដូចគ្មានមនុស្សរស់នៅអញ្ចឹងមីបានជួបជាមួយម្ចាស់ផ្ទះដែលជាបរិសុទ្ធចំណាស់ម្នាក់រួចមីក៏សួរគាត់ថាអ៊ំមាននៅសល់បន្ទប់អត់ហើយពេលនោះអ៊ំប្រុសហ្នឹងក៏បានមើលមុខមីហើយនិយាយប្រាប់មីថានៅសល់បន្ទប់ជាន់ទី3ទេហើយតម្លៃតែ30រៀលទេក្នុងមួយខែមីក៏ថាពេលហ្នឹងគាត់មានស្ទាក់ស្ទើរអីទេដោយសារតម្លៃថោកមីក៏សម្រេចចិត្តជួលភ្លាមហ្មងហើយពេលនោះមីថាអ៊ំខ្ញុំសុំឡើងទៅមើលបន្ទប់បន្តិចហើយពេលហ្នឹងមីក៏បានដើរតាមអ៊ំឡើងទៅជាន់ទី3ពេលហ្នឹងមីឡើងទៅដល់ជាន់ទី3មីមានអារម្មណ៍ថាដូចមានអារម្មណ៍ចម្លែកមួយធ្វើឲ្យគាត់ចម្លែកចិត្តណាហើយគាត់និយាយថាគាត់និយាយដល់កន្លែងហ្នឹងគាត់មានអារម្មណ៍ភ័យបាត់ហើយពេលគាត់ឡើងទៅដល់តែអស់គ្នាដឹងមិនអត់គាត់ថាជាន់ទី3នោះមានសភាពស្ងាត់ខ្លាំងមែនតើហើយអំពូលភ្លើងនៅតាមផ្លូវហ្នឹងពណ៌លឿងស្អាប់មើលទៅដូចចង់ដាច់បាត់ហើយនៅជាន់ហ្នឹងមានតែ2បន្ទប់ប៉ុណ្ណោះបន្ទប់ដំបូងហ្នឹងគេចាក់សោចោលចំណែកបន្ទប់របស់គាត់ហ្នឹងគឺបន្ទប់នៅចុងក្រោយគេណោះពេលគាត់ដើរទៅដល់បន្ទប់ហ្នឹងគាត់ក៏បានបើកទ្វារចូលមើលបន្ទប់ហ្នឹងហើយគាត់បើកទ្វារចូលទៅគាត់មើលក្នុងទ្វារទៅឃើញសណាមខ្វាចវែងមើលទៅដូចមានណាគេយកអីមកឆ្កូតអញ្ចឹងណាហើយគាត់ក៏ដើរមើលបន្ទប់ជុំវិញហ្នឹងទាំងទប់ទឹកទាំងអីហ្នឹងគាត់ថាអត់អីទេស្នាក់នៅបានប៉ុណ្ណឹងរួចមីក៏បានចុះពីលើផ្ទះហ្នឹងមកហើយក៏បាននិយាយកក់លុយជាមួយអ៊ំអញ្ចឹងណាថាកក់លុយប៉ុណ្ណេះហើយគាត់នឹងរើបានចូលទៅពេលដាច់ខែគាត់នឹងបង់លុយប្រគប់អញ្ចឹងណាជាមួយនឹងថ្លៃទឹកថ្លៃភ្លើងទៅហើយពេលហ្នឹងក៏មីគាត់បានប្រាប់ពួកម៉ាក់គាត់ឲ្យជួយរៀបចំអីវ៉ាន់ពីផ្ទះចាស់គាត់អញ្ចឹងណាមកផ្ទះថ្មីហើយពេលហ្នឹងមីគាត់ថាគាត់ពីអ្នកពួកម៉ាក់គាត់រើមកដូចអត់មានរឿងអីដែលថាមើលទៅបែបតែថាស្ងប់ស្ងាត់អត់រន្ធត់អត់ធ្វើឲ្យគាត់ខ្លាចពេលហ្នឹងអញ្ចឹងគាត់ក៏បានរៀបចំអីវ៉ាន់ទៅហើយក៏រៀបឲ្យអស់ហើយពួកម៉ាក់គាត់ក៏សុំគាត់ទៅផ្ទះវិញហើយពេលហ្នឹងគឺមីគាត់នៅតែម្នាក់ឯងទេដោយសារអីគាត់មកនៅភ្នំពេញតែម្នាក់ឯងទេគាត់មានគ្នាទេយប់ដំបូងបានមកដល់ហើយពេលហ្នឹងមីគាត់ថាគាត់បានរៀបអីវ៉ាន់អីរួចរាល់អស់ហើយដូចផ្ទះចាស់គាត់ចឹងណាហើយគាត់ក៏បានងូតទឹកចូលគេងតាមធម្មតាតែម៉ោង7:12យប់មានសំឡេងគោះទ្វារគាត់ហើយពេលហ្នឹងមីក៏គិតថាប្រហែលជាអ្នកជួលបន្ទប់នេះចិត្តហ្នឹងណាគាត់មកគោះទ្វារសួរនាំអញ្ចឹងប៉ុន្តែវាមិនសមដែរដោយសារអីម៉ោង7:12យប់ហើយគាត់ក៏ដើរទៅបើកទ្វារមើលហើយនៅខាងក្រៅគ្មានមនុស្សទេមានតែខ្យល់ត្រជាក់មួយបក់ចូលមកក្នុងបន្ទប់គាត់ហ្នឹងហើយពេលហ្នឹងគាត់ក៏បិទទ្វារគេងបន្តទៅតែពេលនោះមីអត់ដឹងគិតអីទេគាត់ថាគាត់គេងអត់លក់គាត់សសាប់សល់មិនទេគាត់ក៏លំភួយគេងមិនក៏អត់លក់គាត់មានអារម្មណ៍ថាដូចមានអ្នកណាចូលមកក្នុងបន្ទប់ហើយសសាប់សល់អញ្ចឹងណាអ្នកទាំងអស់គ្នាសម័យមើលពេលអ្នកទាំងអស់គ្នាគេងម្នាក់ឯងហើយបាយជាមានអ្នកគួរទ្វារហើយបិទទ្វារមកវិញគេលែងលក់អញ្ចឹងអ្នកទាំងអស់គ្នាសម័យឃើញគេខ្លះពេលហ្នឹងមីក៏ថាគាត់អត់មានគិតអីច្រើនទេគាត់ថាគាត់ដេកលែងលក់គាត់ចាប់ដើមសោះសល់ក្នុងខ្លួនអញ្ចឹងណាតែក្រោយនឹងបន្តិចមកស្រាប់តែមានសំឡេងទឹកបើកនៅក្នុងបន្ទប់ទឹកខ្លួនឯងហើយពេលហ្នឹងមីនិយាយប្រាប់ខ្លួនឯងច្បាស់ណាស់ថាអត់ទេច្បាស់ណាស់អញបានបិទហើយមុនចូលគេងហ្នឹងគឺអញបានបិទទឹកហើយពេលហ្នឹងមីក៏គាត់សម្រេចចិត្តដើរទៅក្នុងបន្ទប់ទឹកដើម្បីទៅបិទទឹកហ្នឹងទៅពេលគាត់ចូលក្នុងទឹកហ្នឹងបើកមែនតែពេលគាត់ចូលទៅបិទទឹកហ្នឹងគាត់មានឮសំឡេងមួយមកពីក្រោយខ្នងគាត់ហើយសំឡេងហ្នឹងគឺសំឡេងមនុស្សស្រីម្នាក់ហើយសំឡេងហ្នឹងខ្សឹបនៅជាប់ជាគាត់ទៀតដូចសំឡេងហ្នឹងអ្នកនរគ្នាសំឡេងមិនអត់គាត់ថាសំឡេងហ្នឹងមកខ្សឹបនៅក្រោយទៅជាគាត់ថាកុំបិទទឹកហ្នឹងអញអ្នកបើកហើយពេលហ្នឹងអ្នកទាំងអស់គ្នាមីភ័យមែនតើមីគាត់ស្ទុះរត់ចេញពីបន្ទប់ទឹកហ្នឹងភ្លាមហ្មងហើយគាត់រត់ទៅកន្លែងបើកភ្លើងគាត់បើកភ្លើងភ្លឺគ្រប់កន្លែង
ប៉ុន្តែអត់មានឃើញណាគេទេហើយយប់នោះមីអត់បានគេងទេគឺមីបើកភ្លើងភ្លឺពេញបន្ទប់ហើយមីចុចទូរស័ព្ទប្រឡប់អារម្មណ៍របស់គាត់ហើយរឿងហ្នឹងគឺកើតឡើងលើគាត់រហូតដែលថាគាត់គិតវាលឺសលេងប៉ុណ្ណឹងតែគាត់គិតតែគាត់ចុចទូរស័ព្ទប្រឡំដើម្បីកុំឲ្យដឹងថាអារម្មណ៍គាត់ខ្លាចអីចឹងណានោះព្រឹកឡើងមកដល់គាត់បានរៀបចំខ្លួនធ្វើម្ហូបអីទៅធ្វើការជាធម្មតាហើយគាត់បានទៅធ្វើការគាត់យករឿងហ្នឹងទៅប្រាប់ពួកម៉ាក់ដែលជាក្រុមការងាររបស់គាត់តាមដំណើររឿងការប្រយុទ្ធមិញចឹងណាគាត់ថាមានគេគោះទ្វារគាត់អីចឹងទៅគាត់ពេលបើកអត់មានឃើញអីចឹងណារហូតដល់មានលឺសំឡេងនៅក្រោយខ្នងគាត់ហើយពេលហ្នឹងពួកម៉ាក់គាត់លឺហើយពួកម៉ាក់គាត់និយាយថាអើយអាមីបានហើយកុំនិយាយច្រើនពេកតាមពិតទៅមកពេលឲ្យហត់ឲ្យរើផ្ទះហត់ហើយរវើរវាយហ្នឹងតាមពិតវាគ្មានរឿងអីទេគ្រាន់តែការអារម្មណ៍ឲ្យប្រើអារម្មណ៍ទៅច្រើនពេកដោយសារអីបន្ទប់ឲ្យវាស្ងាត់ផងពេលហ្នឹងបងមីគាត់ថាគាត់ស្ដាប់តាមពួកម៉ាក់គាត់អីធម្មតាចឹងទៅហើយក៏ធ្វើការជុំគ្នារហូតដល់ម៉ោងចេញមកផ្ទះវិញពេលហ្នឹងមីបានចេញមកផ្ទះវិញជាមួយក្រុមការងារគាត់ចប់ការងារចឹងណាហើយគាត់ក៏បានចូលទិញម្ហូបដើម្បីធ្វើម្ហូបហូបចឹងណាពេលគាត់មកដល់ផ្ទះគាត់បានងូតទឹកងូតអីគាត់ធ្វើម្ហូបដាំបាយគាត់ហូបម្នាក់ឯងចឹងណាជារឿងធម្មតារបស់គាត់តាំងពីដំបូងមកដល់ពេញម្ដងមកណែគឺដោយសារអីគាត់នៅតែម្នាក់ឯងទេហើយគាត់ថាពេលហ្នឹងគាត់នៅម្នាក់ឯងដាំបាយអីបន្ទប់ហ្នឹងគឺមានអ្នកនៅទេគាត់ថាអត់មានអារម្មណ៍ណាដែលធ្វើឲ្យគាត់ភ័យខ្លាចវាធម្មតាហើយអត់មានឮសលេងអីដែលថាធ្វើឲ្យគាត់ខ្លាចអត់ទេហើយពេលហ្នឹងគាត់ក៏បានរៀបចំលាងចានអីហើយក៏គាត់មើលទូរស័ព្ទតិចហើយក៏គាត់ចូលគេងលុះដល់យប់ហ្នឹងហើយគឺយប់ទី2រឿងកាន់តែខ្លាំងលើមអីហើយម៉ោងដដែលហ្នឹងម៉ោងជិត12ដដែលហ្នឹងគាត់បានឮសំឡេងមនុស្សដែលថាដូចដើរអូសជើងឮឆ្វាចចឹងណានៅឡែក្រៅនៅឯកន្លែងឆក់ចូលហ្នឹងហើយពេលហ្នឹងសំឡេងហ្នឹងឮមុនដំបូងជីកបន្ទប់គាត់ទេដល់ពេលយូរទៅឆ្ងាយទៅហើយក៏មកជិតបន្ទប់គាត់វិញហើយពេលហ្នឹងមីគាត់ចង់ដឹងគាត់ថាណាគេគាត់និយាយប្រាប់ខ្លួនឯងថាណាគេមិនគាត់យប់ម៉ោងស្មើហ្នឹងហើយដើរអូសជើងឯទៀតយប់មិញមានអ្នកគួរទ្វារពេលចឹងគាត់ក៏ដើរទៅអឺតមើលតាមបន្លោះទ្វារហើយអ្នកទាំងអស់គ្នាដឹងមិនអត់ពេលហ្នឹងមីគាត់ប្រាប់ខ្ញុំថាពេលដែលគាត់អឺតតាមបន្លោះទ្វារគាត់ស្ទើរចឹងថាឈប់ដកដង្ហើមភ្លាមនៅមួយកន្លែងលក្ខណៈថាគៀងគាត់ឃើញមនុស្សស្រីម្នាក់សក់វែងសពូងហើយឈរនៅចុងផ្លូវហើយសម្លៀកបំពាក់របស់នាងពណ៌សប្រឡាក់ស្នាមខ្មៅមើលទៅដូចឈាមកកចឹងហើយដំបូងនាងឈរបាយខ្នងទេបន្ទាប់ពីគាត់ឃើញមីដូចថាមានអារម្មណ៍ថាមីកំពុងមើលគាត់ថាពេលហ្នឹងកនាងបវល់មកក្រោយតែខ្លួននៅដដែលទេបវល់មកក្រោយហើយគាត់ឃើញសភាពខ្មោចស្រីហ្នឹងហ្មងគាត់ជឿជាក់ថាខ្មោចអីដោយសារអីវាបវល់កមកក្រោយហើយគាត់ឃើញមុខទៀតភ្នែករបស់នាងខ្មៅទាំងសងខាងមីថាបងអើយពេលហ្នឹងនាងញញឹមដាក់គាត់ទៀតហើយញញឹមហ្នឹងមាត់គាត់លហែកដល់គុំជាហើយអណ្ដាតវិញធ្លាក់ឡើងដល់ដីមីគ្រាន់តែឃើញចឹងភ្លាមមីរត់មកក្លុំព្រួយនៅចុងក្រែហើយមីប្រាប់ខ្ញុំថាគ្រាន់តែគាត់និយាយដល់កន្លែងហ្នឹងភ្លាមគាត់ភឺសវល់ហ្មងស្រាប់តែពេលនោះគាត់ថាមានសំឡេងគោះទ្វារមិនមែនគោះធម្មតាទេគោះលក្ខណៈថាចង់ទម្លុះទ្វារនឹងចូលហ្មងហើយពេលហ្នឹងមីគាត់អត់មានបានគិតដល់ណាហើយយកគិតលែងចាញ់គាត់អង្គុយនៅចុងក្រែហ្នឹងគឺមានតែយំទេគាត់ប្រាប់ខ្ញុំថាគាត់អង្គុយញ័រដៃញ័រជើងយំនៅចុងក្រែហ្នឹងទល់ភ្លឺហ្មងដែលថាគាត់ទប់ធ្វើអារម្មណ៍ខ្លួនឯងបានគាត់ក៏បានឡើងទៅចូលងូតទឹកបើកទូរស័ព្ទស្ដាប់បទចម្រៀងដើម្បីប្រឡប់ភ័យហើយគាត់រៀបចំផ្ទះរៀបចំអីហើយគាត់ក៏បើកទ្វារហើយចុះមកសួរម្ចាស់ផ្ទះអ៊ំម្ចាស់ផ្ទះណាបរោះចំណាននោះហើយពេលហ្នឹងអ៊ំម្ចាស់ផ្ទះហ្នឹងគាត់និយាយលក្ខណៈថានិយាយដូចអាប់បំបាំងហ្មងគាត់ថាបើអាចកុំស្រាក់នៅលើពី3យប់ហើយពេលហ្នឹងមីលឺចឹងគាត់មានអារម្មណ៍មិនឥឡូវបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍មិនបើសិនជាខ្ញុំមានអារម្មណ៍ថាមើលទៅដូចជាអាក់កំបាំងដូចមានរឿងអីដែលអត់លះដែលអត់ប្រាប់មកខ្ញុំសោះជឹកចិត្តឲ្យខ្ញុំនៅរហូតដល់គាត់ថាធ្វើម៉េចកុំឲ្យនៅដល់យប់ទី3ហើយបើសិនជាខ្ញុំរើចាញ់ហើយមីក៏និយាយដូចខ្ញុំដែរចាំមើលបន្តរឿងរបស់មីពេលហ្នឹងមីគាត់និយាយថាគ្រាន់តែលឺសំដីរបស់អ៊ំគាត់និយាយមកអញ្ចឹងហើយគាត់ចង់រើចេញភ្លាមឯងប៉ុន្តែដោយសារពិបាករកកន្លែងស្នាក់នៅពេកគាត់ក៏សម្រាប់ចិត្តស្នាក់នៅមួយយប់ទៀតហើយពេលហ្នឹងគាត់បានទៅធ្វើការជាមួយក្រុមការងារគាត់ធម្មតាហើយគាត់បានទៅនិយាយរឿងអស់ហ្នឹងប្រាប់ទៅពួកម៉ាក់គាត់ទៀតអ្នកធ្វើការមួយគាត់ហ្នឹង
ហើយពេលហ្នឹងប្រាប់ទៅត្រូវមាត់របស់ពូម៉ាក់គាត់ទៀតពូម៉ាក់គាត់ថាមកពីឯងធ្វើវាឯងហត់ពេលចឹងហើយបានឯងចេះសពចេះអីចឹងតាមពិតឯងយកសពទេប៉ុន្តែពេលហ្នឹងមិនប្រកែកមកមិនថាអត់បានយកសពទេគឺគាត់ឃើញជាក់ស្ដែងហើយគាត់យំនេះយំឡើងហើមភ្នែកហើយដោយសារអីគឺគាត់ឃើញខ្មោចស្រីហ្នឹងហើយទៅមកវាមកគូទ្វារចង់ចូលបន្ទប់ទៀតពេលហ្នឹងពួកម៉ាក់គាត់ក៏និយាយថាបើសិនជាមានរឿងអីផ្សេងកើតយប់ហ្នឹងទៀតមានបញ្ហាអីមកផ្ទះអញមកព្រោះឯងផ្ទះអញនៅចិត្តបន្ទប់ឯងនឹងដែរទេអាគីឯងនៅហ្នឹងអាគីផ្ទះអញនៅមុខហ្នឹងអញ្ចឹងឯងមកមុខមកបន្ទប់អញមកហើយពេលហ្នឹងមិនក៏គាត់ធ្វើការបដាគាត់គិតបដាអញ្ចឹងណាគាត់ថាយប់ហ្នឹងដឹងមិនទេយប់ហ្នឹងដឹងមិនទេប៉ុន្តែគាត់នៅសម្រាប់មួយយប់ទៀតដើម្បីអីស្អែកឡើងគាត់ទៅរកផ្ទះថ្មីព្រោះថ្ងៃស្អែកថ្ងៃសម្រាប់ចឹងគាត់ធ្វើការតាមធម្មតាហើយក៏ចប់ការងារហើយចេញមកផ្ទះទិញម្ហូបធ្វើហូបតាមធម្មតាហើយអ្នកទាំងអស់គ្នាគាត់ថាមិនអត់គាត់ថាពេលគាត់ទិញម្ហូបមកធ្វើម្ហូបនៅផ្ទះណាគឺអត់មានរឿងអីកើតឡើងលើគាត់ទេធម្មតាឡាស្ងាត់ងុំនៅតែគាត់បន្ទប់គាត់ដុកដាក់ធ្វើម្ហូបអីចឹងណាហើយយប់ទី3ហ្នឹងគឺបានមកដល់ពេលដែលគាត់ងុយទឹកហើយគាត់ចាប់ដើមចូលគេងគាត់ថាពេលហ្នឹងភ្លៀងខ្លាំងមែនទែនហើយភ្លើងក្នុងអាគារភ្លឺដាច់ហើយស្រាប់តែពេលហ្នឹងបងម៉ៃគាត់ថាគាត់ពងគេងចុចទូរស័ព្ទក្លុំហួយហ្នឹងស្រាប់តែទ្វាររបស់គាត់ហ្នឹងបើកដោយខ្លួនឯងហើយខ្យល់ត្រជាក់ចូលនៅក្នុងទូគាត់ឡើងពេញឡើងត្រជាក់ស្រេបមកហើយពេលហ្នឹងម៉ៃគាត់ថាគាត់ភ័យគាត់ញ័រគាត់ខ្លាចគាត់ស្រែកគាត់ក៏បានក្លុំហួយប៉ុន្តែពេលហ្នឹងគាត់ថាសំឡេងទាំងអស់គឺស្ងាត់ងំលែងមានខ្យល់ត្រជាក់លែងអីម៉ៃគាត់ថាគាត់បើកហួយតិចមើលអ្នកទាំងអស់គ្នាដឹងឃើញអីអត់ម៉ៃគាត់ថាគាត់ឃើញស្នាមជើងទឹកខ្មៅដើរចេញពីអាមាត់ទ្វារហ្នឹងមកដើរចូលមកក្នុងបន្ទប់គាត់ហើយម៉ៃប្រាប់ថាពេលហ្នឹងខ្ញុំអត់ហ៊ានដកដង្ហើមទេបងអើយហើយគាត់ថាស្នាមជើងហ្នឹងដើរចេញពីមាត់ទ្វារមកកលៀតក្រែគាត់ហ្នឹងពេលហ្នឹងម៉ៃគាត់ថាគាត់បាត់បង់ស្មារតីហ្មងពេលហ្នឹងគាត់ឆ្លាំងកាំងបានតែមកឈរមើលឃើញស្នាមជើងហ្នឹងគាត់ថាស្រាប់តែភ្លាមហ្នឹងមានសក់មួយវែងហើយឡើងត្រជាក់ធ្លាក់មកក្រោមមុខគាត់ហ្មងហើយគាត់ថាពេលហ្នឹងគាត់ងឹតឈឹងប៉ុន្តែដឹងតែសក់ហ្នឹងគឺសក់មនុស្សហ្មងតែមិនមែនសក់មនុស្សទេអាហ្នឹងជាសក់ខ្មោចទេអ្នកទាំងអស់គ្នាគាត់ថាពេលដែលគ្របពីលើមុខគាត់ហ្នឹងគាត់ឮសំឡេងស្រីម្នាក់ខ្សឹបនៅជាប់បជាគាត់ទៀតហើយគាត់ថាកុំទៅណានៅហ្នឹងហើយនៅជាមួយអញអត់មានអ្នកនៅជាមួយអញយូរហើយពេលហ្នឹងមិនគាត់ទប់អារម្មណ៍ខ្លួនឯងបានគាត់ស្រែកហើយគាត់រត់ចេញពីបន្ទប់ហ្នឹងហ្មងគាត់រត់ចុះមកតាមកម្មចដោទាំងមេឃភ្លៀងទាំងយំទៀតរហូតដួលមុខអាគារហ្នឹងគាត់ងើបរត់ទៀតហើយក៏គាត់រត់បន្តទៅផ្ទះពួកម៉ាក់ដែលនៅជិតហ្នឹងដែលពួកម៉ាក់គាត់និយាយប្រាប់ការពីថ្ងៃហ្នឹងហើយពេលហ្នឹងម៉ៃគាត់ថាគាត់យំរហូតពេលគាត់ទៅដល់ផ្ទះពួកម៉ាក់គាត់ហ្នឹងគាត់គោះទ្វារបន្ទប់ជួលតែពួកម៉ាក់គាត់ហ្នឹងឲ្យបើកទ្វារហើយគាត់ក៏បើកទ្វារមកឃើញម៉ៃយំហើយម៉ៃអោបពួកម៉ាក់គាត់អោបហើយគាត់សួរថាមាននឹងអីកើតឡើងកើតអីគេម៉ៃថាអត់ទេគាត់ថាយំគាត់យំហើយគាត់ថាអត់ទេទៅចូលបន្ទប់សិនពេលហ្នឹងពួកម៉ាក់ម៉ៃក៏បាននាំម៉ៃចូលទៅក្នុងបន្ទប់សិនហើយសម្រួលអារម្មណ៍គួយឲ្យជូរទឹកភ្នែកអីចឹងណាហើយឲ្យម៉ៃងាប់អារម្មណ៍ពេលហ្នឹងម៉ៃគាត់ងាប់អារម្មណ៍ហើយគាត់ឈប់យំហើយគាត់និយាយរឿងរ៉ាវហ្នឹងប្រាប់ទៅពួកម៉ាក់គាត់ហ្មងគាត់ថាយប់ហ្នឹងគឺលងសាហាវណាលងអញតម្លាក់សក់មកឲ្យមុននិយាយខ្សឹបទៀតថាឲ្យអញហ្នឹងទៅនៅជាមួយហើយពេលហ្នឹងពួកម៉ាក់ម៉ៃគាត់ស្ដាប់ហើយគាត់ថាទៅយប់ហ្នឹងបាច់ទៅវិញទេនៅដេកហ្នឹងហើយចាំស្អែកព្រឹកចាំទៅវិញហើយពេលហ្នឹងម៉ៃថាទោះបីឲ្យគាត់ទៅវិញក៏គាត់ទៅដែរគាត់នៅគេងនៅហ្នឹងហើយបញ្ជាក់អ្នកទាំងអស់គ្នាផងពួកម៉ាក់ម៉ៃហ្នឹងមិនមែនមនុស្សប្រុសទេពួកម៉ាក់ម៉ៃហ្នឹងគឺមនុស្សស្រីដូចគ្នាទេអញ្ចឹងយប់ហ្នឹងម៉ៃក៏គេងបន្ទប់មួយពួកម៉ាក់គាត់ទៅហើយថ្ងៃបន្ទាប់ក៏បានមកដល់ព្រឹកឡើងគាត់បានពពោះពួកម៉ាក់គាត់ហ្នឹងរៀបចំឲ្យវាយអីវ៉ាន់ហើយឡើងទៅផ្ទះគាត់ហ្នឹងដើម្បីយកឲ្យវាយអីវ៉ាន់ចាស់គាត់យកចេញមកគាត់ឈប់នៅហើយពេលដែលគាត់ឡើងទៅដល់អ្នកទាំងអស់គ្នាដឹងមិនអត់ឡើងទៅដល់បន្ទប់គាត់ហ្នឹងគឺគេចាក់សោបាត់ហើយពេលហ្នឹងម៉ៃបងឆ្ងល់ថាម៉េចបានចាក់សោម៉ៃក៏បាននាំពួកម៉ាក់គាត់ចូលទៅសួរអ៊ំម្ចាស់ផ្ទះហើយពេលម៉ៃចូលមកសួរអ៊ំម្ចាស់ផ្ទះហ្នឹងអ៊ំម្ចាស់ផ្ទះក៏ស្រឡាំងកាំងហើយក៏សួរម៉ៃថាក្មួយយប់មិញក្មួយឯកើតអីគេឮសលេងស្រែកពីលើមកទាំងមេឃភ្លៀងផងហើយពេលអ៊ំឡើងទៅអ៊ំគេបន្ទប់ក្មួយសហហើយបើកភ្លើងចោលហើយពេលហ្នឹង
អ៊ំឃើញបន្ទប់មួយបើកចោលអញ្ចឹងក៏អ៊ំយកសោទៅចាក់ឲ្យទៅហើយពេលហ្នឹងមីក៏និយាយរៀបរាប់ប្រាប់រឿងទាំងអស់ហ្នឹងពីយប់ហ្នឹងទៅប្រាប់អ៊ំម្ចាស់ផ្ទះហើយគាត់សួរអ៊ំម្ចាស់ផ្ទះគាត់សួរអ៊ំម្ចាស់ផ្ទះថាចេះថាហេតុអីបានជាអ៊ំអត់ប្រាប់អញ្ចឹងហើយបន្ទប់ហ្នឹងមានរឿងអីកើតឡើងបានមានខ្មោចមកលងបន្លាចគាត់អញ្ចឹងហើយពេលហ្នឹងអ៊ំម្ចាស់ផ្ទះមើលមុខមីហើយក៏ប្រាប់រឿងរ៉ាវហ្នឹងទៅមីទៅហើយរឿងរ៉ាវហ្នឹងគឺចេះគាត់ថាកាលពីឆ្នាំមុនហ្នឹងណាមានគូសង្សារមួយគូគាត់បានមកជួលនៅបន្ទប់នៅជាន់ទី3ហ្នឹងបន្ទប់ដែលមីនៅហ្នឹងហើយគាត់ថាកាលហ្នឹងពីអ្នកគូសង្សារហ្នឹងស្រឡាញ់គ្នាណាស់ទៅណាមកណាក៏ជាមួយគ្នាដែរប៉ុន្តែយប់មួយគាត់បានឮសំឡេងឆ្លោះគ្នាពីលឺមកបោកចានបោកឆ្នាំងហើយជឿគ្នាទៅវិញទៅមកហ្នឹងទៅហើយមកស្ទុះក៏ស្ងាត់ហើយក៏ឃើញខាងប្រុសហ្នឹងចុះមកក្រោមដើម្បីយកម៉ូតូជិះទៅបាត់ទៅហើយក៏ស្ងាត់ដែរអត់មានរឿងអីកើតឡើងទេណាហើយលុះស្អែកឡើងពេលព្រឹកហ្នឹងខាងស្រីក៏បានចុះមកហើយក៏បានប្រាប់អ៊ំម្ចាស់ផ្ទះប្រាប់ថាអ៊ំខ្ញុំប្រហែលជានៅបានមួយខែនឹងទៀតទេខែក្រោយខ្ញុំរើចេញហើយពេលហ្នឹងអ៊ំក៏គាត់អត់មានហាមគាត់អីដែរគាត់ថាអត់អីទេអូននៅជាមួយឯងនៅមួយខែនឹងទៀតក៏បានដែរហើយជាមួយឯងចេញទៅនៅណាហើយពេលហ្នឹងម្នាក់ស្រីហ្នឹងក៏និយាយប្រាប់អ៊ំទាំងយំហ្មងនិយាយរឿងក្នុងចិត្តខ្លួនឯងគាត់ថាគាត់យំបណ្ដើនិយាយបណ្ដើគាត់ថាគាត់ខំរត់ចេញពីផ្ទះមកនៅជាមួយនឹងសង្សារគាត់នៅឯភ្នំពេញហើយគាត់រាល់ថ្ងៃហ្នឹងការមកដំបូងហ្នឹងធ្វើការជាមួយគ្នាទេហើយដល់ពេលហើយក៏លែងធ្វើការក៏លក្ខណៈថាគាត់ចង់រកការងារផ្សេងតែរកអត់ទាន់បានទេហើយពេលហ្នឹងក៏ឆ្លោះគ្នាគាត់ចាប់បានសង្សារគាត់ហ្នឹងមានសង្សារថ្មីហើយពេលហ្នឹងក៏ឆ្លោះគ្នាតែបន្ទាប់មិនមែនតែមួយថ្ងៃហ្នឹងវាយូរហើយតែដល់ពេលហើយហ្នឹងគឺឆ្លោះគ្នាខ្លាំងហើយឥឡូវហ្នឹងគាត់ថាគាត់បែកគ្នាបាត់ហើយអញ្ចឹងគាត់ចង់ទៅស្រុកវិញក៏ទៅមិនរួចដែរខ្លាចខ្មាស់គេអញ្ចឹងណាដោយសារឯងគាត់ខំរត់ចេញពីផ្ទះដើម្បីមួយសង្សារហើយចង់ក្រោយមានរឿងទៅវិញទៅដល់គាត់ខ្លាចខ្មាស់គេហើយខ្លាចនោះត្រូវមាត់ឪពុកម្ដាយនោះហើយពេលហ្នឹងគាត់ក៏បានលាអ៊ំឡើងទៅលើវិញហើយអ៊ំក៏គាត់ស្ដាប់ហើយគាត់អាណិតអញ្ចឹងណាហើយក៏រឿងធម្មតាទៅអត់អីទេស្រាប់តែថ្ងៃស្អែកបន្តគាត់ថាថ្ងៃស្អែកហ្នឹងគឺអត់មានឃើញប្អូនហ្នឹងចុះមកទេប៉ុន្តែអ៊ំក៏អត់មានគិតអីដែរដោយសារអីគេជួលផ្ទះយើងទេអញ្ចឹងគេមិនចោះមកឬគេចង់នៅក្នុងបន្ទប់ហ្នឹងជឿរបស់គេប៉ុន្តែយប់ទី3មិនយប់ទេជាថ្ងៃទី3បណ្ដោយបន្ទប់ដែលនៅជាប់ហ្នឹងដែលចាក់សោចោលហ្នឹងគាត់បានមានក្លិនស្អុយសោចចេញពីបន្ទប់ហ្នឹងមកហើយពេលហ្នឹងគាត់បានរត់ចុះទៅប្រាប់អ៊ំម្ចាស់ផ្ទះថាប្រហែលជាបន្ទប់មីអូនហ្នឹងមានលក្ខណៈថាទុកត្រីឬក៏ហាអត់បានយកមកហាលឲ្យស្ងួតក៏ស្អុយអញ្ចឹងណាឬទុកសាច់ចោលអីចឹងទៅហើយពេលហ្នឹងអ៊ំម្ចាស់ផ្ទះគាត់ថាអត់ទេមីអូនហ្នឹងអត់មានដែរបានចុះមកក្រោមទេគាត់សង្កេតមើលមួយថ្ងៃហើយអញ្ចឹងពេលហ្នឹងគាត់ថាលឺចឹងភ្លាមមានណាឆោឡោទាំងអស់គ្នាក៏នាំគ្នាឡើងទៅមើលបន្ទប់មីអូនហ្នឹងដល់ពេលទៅដល់បន្ទប់មីអូនមានចាក់សោណាអត់ចាក់សោទេគ្រាន់តែអ៊ំម្ចាស់ផ្ទះរុញទៅខ្វាំងអ្នកទាំងអស់គ្នាដឹងឃើញអីគេអត់ឃើញមីអូនស្រីហ្នឹងបានដេកស្លាប់នៅចិត្តគ្រែហ្នឹងហើយសភាពខ្មោចហ្នឹងកំឡុងហើមបាត់ទៅហើយស្អុយទៀតហើយដល់ពេលហៅប៉ូលីសអីមកកសបចៃទៅក៏ឃើញមីអូនស្រីហ្នឹងគឺលាបថ្នាំសម្លាប់ខ្លួនហើយរឿងរ៉ាវកើតឡើងរន្ធត់ចាប់ពីថ្ងៃហ្នឹងមកបណ្ដោយគាត់ថាចាប់ពីយប់ថ្ងៃទី1ហ្នឹងដែលគេអត់ដឹងអត់អីទេដល់ពេលដែលគេដឹងថាមីអូននឹងស្លាប់មីអូននឹងគោះទ្វារនៅរំជាន់ទី3ហ្នឹងគឺវាអុកឡុកមកគោះទ្វារអ្នកនៅចិត្តផ្ទះហ្នឹងបន្ទប់ជាប់នេះហ្នឹងគោះទ្វារផងស្រែកនៅក្នុងអាបន្ទប់ហ្នឹងផងធ្ងោឈឺផងរហូតតអ្នកចិត្តបន្ទប់ហ្នឹងគាត់នៅលែងបានហើយអ្នកផ្សេងក៏មកនៅលែងបានអញ្ចឹងគាត់ក៏សម្រេចចិត្តបិទជាន់ទី3ហ្នឹងចោលប៉ុន្តែនេះដោយសារគាត់ឃើញមីអូនមើលទៅលក្ខណៈថាគួរអាណិតអញ្ចឹងណាគាត់ក៏និយាយមុនទៅហើយក៏គាត់សាកបើកបន្ទប់ហ្នឹងឲ្យនៅប៉ុន្តែមានដឹងណាថារឿងរ៉ាវហ្នឹងវាមានតន់សាបលីបណាវាកើតឡើងលើមីទៀតហើយពេលហ្នឹងអ៊ំម្ចាស់ផ្ទះក៏សុំទោសមីអីចឹងហើយក៏បានផ្ដល់លុយកក់ហ្នឹងទៅឲ្យមីវិញហើយពេលហ្នឹងមីគាត់ក៏បានទទួលលុយកក់ហើយក៏គាត់ឡើងទៅរៀបអីវ៉ៃអាវ៉ាន់គាត់ចេញមកហើយបន្ទាប់មកមីក៏បានរៀបចំអីវ៉ៃអាវ៉ាន់ហ្នឹងចេញមកផ្ទះមានរកបានបន្ទប់ថ្មីជួលចឹងណាហើយចាប់ពីថ្ងៃនោះមករឿងរន្ធត់ទាំងអស់ហ្នឹងក៏ឈប់លងគាត់ទៀតតែគាត់បានប្រាប់ខ្ញុំថារឿងនេះគាត់និយាយម្ដងណាក៏គាត់នៅតែខ្លាចដែរគាត់ភ័យហើយគាត់ថាគាត់នៅចាំសំឡេងខ្មោចហ្នឹងសពដាក់តិចគាត់2ដងណាគឺនៅចាំរហូតម្ដងឥឡូវគាត់ថា
យប់ខ្លះគាត់គេងម្នាក់ឯងអញ្ចឹងទៅគាត់មើលមីលឺដល់សំឡេងហ្នឹងអ្នកគាត់ថាហ្នឹងវាដិតដាមនៅក្នុងអារម្មណ៍គាត់ណាហើយកន្លែងហ្នឹងខ្ញុំពងឆ្ងល់ដែរអ្នកទាំងអស់គ្នាអ៊ំម្ចាស់ផ្ទះហ្នឹងគាត់ដឹងថាផ្ទះគាត់មានរឿងចឹងហើយគាត់មិនព្រមនិមន្តលោកមកសូត្រមន្តដល់គ្រោះចេញហើយឲ្យព្រលឹងនឹងទៅចាប់ជាតិហើយប៉ុន្តែគាត់អត់ធ្វើចឹងហើយគាត់បែរជាសាកយកគេទៅសាកដើម្បីឲ្យទៅនៅបន្ទប់ហ្នឹងហើយដល់ពេលប៉ះណាប៉ះមីខ្លាចនឹងសំណាងហើយអ្នកទាំងអស់គ្នានឹងមីចេះរត់ចុះមកតាមកម្មចលាចុះអូម៉ាបើមីទប់អារម្មណ៍ខ្លួនឯងបានភ័យខ្លាំងពេកលោតចុះពីជាន់ទី3អញ្ចឹងវាមានរឿងទៀតពេលទៅជារឿងផ្សេងទៀតណាហើយពេលហ្នឹងមីទៅសើមីដែរមីរត់តាមកម្មចលាហើយយំរោពួកម៉ាបើសិនជាលក្ខណៈថាពេលហ្នឹងគាត់ភ័យពេកគាត់គិតអីផ្សេងគាត់លោតពីជាន់ទី3ហ្នឹងមកចោលបាត់ហើយខ្ពស់ផងជាន់ទី3បំបាក់ដៃបាក់ជើងហ្នឹងក៏មានបញ្ហាដល់យុវជីវិតដែរអញ្ចឹងកន្លែងហ្នឹងគួរគិតដែរអ៊ំចាស់ផ្ទះគួរកន្លែងណាធ្វើអញ្ចឹងសោះប៉ុន្តែអត់អីទេនេះគឺជារឿងដែលបានចែកម្លែកពីប្អូនមីដែលគាត់មកនៅភ្នំពេញដំបូងប៉ុន្តែឥឡូវគាត់ប្រាប់ខ្ញុំដែរគាត់ធ្វើការនៅភ្នំពេញដែរហ្នឹងប៉ុន្តែគាត់ណាគាត់នៅគិតដិតដាមអារម្មណ៍ជាមួយនឹងរឿងហ្នឹងរហូតមកដល់សប្តាហ៍ហ្នឹងហើយរឿងទី1បន្ទប់ជាន់ទី3ហ្នឹងក៏មានតែធំហ្នឹងដែរអញ្ចឹងមានតែធំនេះទេតោះយើងទៅស្ដាប់រឿងទី2បន្តសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងទី2ហើយរឿងទី2នេះដែរគឺជារឿងដែលកើតឡើងលើបងប្រុសម្នាក់ដែលឈ្មោះមករាហើយរឿងរ៉ាវនេះពាក់ព័ន្ធនឹងការសែននឹងវាយខុសមិនបានហៅគេដែលជាម្ចាស់ទឹកម្ចាស់ដីនិងពាក់ព័ន្ធជាមួយនឹងប្រភូមិចាស់មួយដែលមុខថាគីនោះដែលធ្វើឲ្យពួកគាត់ណាជួបរឿងរន្ធត់ដែលនឹកស្មានមិនដល់តោះអញ្ចឹងយើងកុំអង្យូរយើងទៅស្ដាប់រឿងរ៉ាវរបស់គាត់ទាំងអស់គ្នាមករាថាកាលពី5ឆ្នាំមុនណាគាត់បានទៅធ្វើការនៅខេត្តមួយនៅឯសមុទ្រហើយគាត់មានពួកម៉ាក់គាត់2នាក់ទៀតដែលទៅជាមួយដែលមានឈ្មោះឌីនិងម៉េតហើយបងមករាគាត់ថាថ្ងៃនោះគាត់បានចេញដំណើរពីភ្នំពេញទៅឯខេត្តមួយដែលគាត់ចុះធ្វើការនោះហើយគាត់បានទៅគេងផ្ទះសំណាក់មួយកន្លែងដែលជាប់ក្នុងមាត់សមុទ្របងមករាគាត់ថាក្រុមការងារគាត់2នាក់ទៀតហ្នឹងគេនៅផ្ទះសំណាក់នោះមួយយប់គ្មានរឿងអីកើតឡើងលើពួកគាត់ទេថ្ងៃទី2មកដល់អមេតបានប្រាប់ពួកម៉ាក់គាត់ថាយើងដូរកន្លែងគេងទៅគេងនៅថាគារនៅជាប់ផ្ទះសំណាក់នោះព្រោះតែមានក្រុមការងារយើងមកបន្ថែមទៀតហើយកន្លែងផ្ទះសំណាក់យើងគេងហ្នឹងគឺគេងអត់គ្រប់គ្នាទេដោយសារអីច្បាស់បន្ទប់អញ្ចឹងពួកគាត់ក៏បានសម្រេចចិត្តថាទៅគេងនៅសន្តាគារនោះនៅជាប់នឹងផ្ទះសំណាក់ហ្នឹងដែរហើយសន្តាគារហ្នឹងគឺនៅខាងលើនៅផ្ទះសំណាក់ដែរជាប់គ្នាដែរទេហើយពេលនោះគាត់ក៏បានរៀបចំឲ្យវាយអាវ៉ាន់គាត់ក៏ដូរកន្លែងគេងទៅមកគេងនៅសន្តាគារនៅជាប់ផ្ទះសំណាក់ហ្នឹងជុំគ្នាពេលពួកគាត់ជិះឡានមកដល់កន្លែងសន្តាគារហ្នឹងពួកគាត់បានរៀបអីវ៉ាន់ចុះពីឡានហើយស្រាប់តែពេលហ្នឹងមកឌីគាត់បានបើកគូតឡានរៀបអីវ៉ាន់ចុះពេលនោះមកឌីគាត់បានឃើញប្រពន្ធចាស់មួយនៅមុខកន្លែងគេងនោះគាត់ថាមានសភាពចាស់មែនតើហើយគាត់ថានៅក្នុងហ្នឹងគ្មានរូបសំណាកអ្វីទេតែបែរជាមានដុំឈើមួយនិងស្បុកពីងពីងពួតឡើងពេញនៅក្នុងនោះហើយពេលហ្នឹងមកឌីបានហៅបងមករាណាឲ្យមកមើលស្រាប់តែពេលហ្នឹងបងមករាប្រាប់មកឌីភ្លាមថាកុំប៉ះពាល់របស់គេហើយកុំនិយាយពេកផ្ដាស់គេនៅតែគេយើងនៅតែយើងទេហើយពេលនោះបងឌីក៏គាត់អត់មាននិយាយដែរហើយគាត់ក៏យកអីវ៉ាន់របស់គាត់ហ្នឹងយកទៅដាក់ក្នុងបន្ទប់តាមធម្មតាពេលនោះអ្នកទាំងអស់គ្នាដឹងមែនអត់បងមករាគាត់បានប្រាប់ខ្ញុំថាគាត់ចាប់ផ្ដើមមានអារម្មណ៍អត់សូវស្រួលបាត់ហើយគាត់ថានៅទល់មុខកន្លែងគេហ្នឹងមានដីធំមួយគេទុកចោលហើយមើលដីហ្នឹងដុះដើមឈើពេញហ្មងហើយមានដើមជ្រៃមួយធំហើយដើមជ្រៃហ្នឹងបានធ្លាក់វល់ចុះមកក្រោមគាត់ថាមើលទៅគួរឲ្យខ្លាចមែនទែនប៉ុន្តែពេលហ្នឹងគាត់អត់មានបានបង្ហាញអារម្មណ៍របស់គាត់ហ្នឹងឲ្យតែក្រុមការងារគាត់ដឹងទេហើយពេលហ្នឹងបងមករាក៏យកអីវ៉ាន់ហ្នឹងមកដាក់ក្នុងបន្ទប់គាត់ជាមួយនឹងក្រុមការងារគាត់តាមធម្មតាទៅហើយអស់រយៈពេល4ថ្ងៃពួកគាត់បានសម្រេចការងាររបស់គាត់បញ្ចប់ដោយជោគជ័យហើយពេលនោះឌីគាត់បានបបួលក្រុមការងារគាត់ទាំងអស់គ្នាថាឲ្យនៅសម្រាប់មួយយប់ទៀតចាំស្អែកព្រឹកចាំត្រឡប់ទៅភ្នំពេញវិញព្រោះថ្ងៃស្អែកជាថ្ងៃអាទិត្យទេអត់ធ្វើការទេប៉ុន្តែក្រុមការងារផ្សេងទៀតគាត់អត់បាននៅទេដោយសារគាត់មានភារកិច្ចនៅភ្នំពេញហើយឌីក៏បានសួរបងមករានិងមេថាពួកឯងនៅអត់ហើយពួកគាត់ក៏សម្រេចចិត្តអូខេនៅជុំគ្នា3នាក់ស្នាក់នៅមួយយប់បន្តទៀតទៅហើយក្រុមការងារដែលមកក្រោយហ្នឹងគាត់ក៏បានត្រឡប់ទៅភ្នំពេញបាត់ទៅអ្នកទាំងអស់គ្នាដឹងមិនអត់យប់ហ្នឹងហើយដែលបងមករាជួបរឿងរន្ធត់ហើយមិនគួរជឿតោះយើងស្ដាប់រឿងបន្តរបស់គាត់ល្ងាចឡើងបងមករាជាមួយនឹងឌីហើយមេត
បានដើរលេងនឹងទៅទិញម្ហូបហើយវិជាតិចតួចមកញ៉ាំជុំគ្នាពេលយប់ហើយគាត់បានដើរផ្សារជុំគ្នាទិញនេះទិញនោះអីចឹងទៅរួចក៏ត្រឡប់មកកន្លែងគេងវិញហើយពេលមកដល់រៀងយប់តិចហើយប្រហែលជាម៉ោង 7 ជាងហើយពេលនោះពួកគាត់បានរៀបចំកន្លែងញ៉ាំអីជុំគ្នាចឹងណានៅមុខមាត់សមុទ្រហ្នឹងនៅជាប់ផ្ទះសំណាក់ដែលគាត់គេង3នាក់កាលពីមកអស់ថ្ងៃដំបូងហ្នឹងណាហើយសូមបញ្ជាក់បន្តិចផងអ្នកទាំងអស់គ្នាផ្ទះសំណាក់ដែលគាត់គេងមុនហ្នឹងណានៅមុខផ្ទះសំណាក់ហ្នឹងគេបានធ្វើកញ្ចុះមួយបែងកញ្ចុះមួយច្រើនសម្រាប់ទុកអង្គុយលេងចឹងណាហើយផ្ទះសំណាក់ហ្នឹងគឺនៅចិត្តសន្តាគារមួយនឹងដែរទេបើនិយាយទៅសន្តាគារនៅខាងលើផ្ទះសំណាក់នៅខាងក្រោមហើយពេលហ្នឹងពួកគាត់ក៏ចុះមកញ៉ាំអីជុំគ្នានៅអាកញ្ចុះមុខផ្ទះសំណាក់នោះទៅហើយពេលនោះអ៊ុំមេតបានរៀបចំម្ហូបអាហារបាយរៀបចំដាក់មកក្រៅដើម្បីហូបជុំគ្នាចឹងណាហើយចាប់តែពេលហ្នឹងបងមករាក៏ភ្លេចយកធុងតកពីលើឡានមកហើយពេលហ្នឹងមេតក៏បានដេញមករានិងឌីឲ្យទៅយកទៅនៅក្រោយគូតឡានហើយពេលហ្នឹងមកមករាគាត់និយាយលេងសើចមួយគ្នាគាត់ទៅចឹងណាគាត់ថាឥឡូវប៉ាណាគេចាញ់អាហ្នឹងទៅយកហើយពេលហ្នឹងបងមេតក៏និយាយថាមិនបាច់ប៉ាទេអញរៀបបាយឲ្យហើយចឹងពីរនាក់ឯងទៅយកភ្លាមហើយប្រាប់អ្នកទាំងអស់គ្នាផងថាពួកគាត់3នាក់ហ្នឹងណាបបអានដូចពូម៉ាចឹងហើយពេលហ្នឹងឌីក៏សើចហើយក៏ដើរទៅយកធុងតកជាមួយមករាទៅណែថាគេខាងលើពេលនោះអ្នកទាំងអស់គ្នាដឹងមិនអត់បងឌីបានបើកគូតឡានយកធុងតកហើយបងមករាហ្នឹងឈរពីក្រោយគាត់ហើយឌីថាមករាឯងដូចមានអារម្មណ៍ព្រឺក្បាលព្រឺជើងខ្នងដល់ណាពេលហ្នឹងបងមករាក៏ថាឯងកុំចេះតែនិយាយមានមាត់ទុកស៊ីបាយទៅហើយមើលទៅប្រភូមិចាស់នោះមើលអាងឹតឈឹងហ្មងមើលទៅគួរខ្លាចដល់ហើយមើលទៅពីក្រោយអញហើយមើលដីដែលគេទុកចោលហ្នឹងមានដើមជេដើមពូជ្រៃមួយធំហើយមើលទៅងឹតឈឹងប៉ុន្តែឃើញតែដើមពូជ្រៃហ្នឹងមើលទៅបែកមេសាខាតម្លាក់វល់មកមើលទៅគួរខ្លាចមកហើយពេលហ្នឹងឌីគាត់បាននិយាយថាឯងជេថានិយាយចឹងដឹងអញខ្លាចហ៎អ្នកទាំងអស់គ្នានឹងមិនអត់មកឌីជាអ្នកខ្លាចរឿងខ្មោចជាងគេហ្មងហើយពេលនោះពួកគាត់ក៏បានយកធុងតកចុះមកក្រោមតាមធម្មតាទៅមាននឹងអីកាត់ឡើងលើគាត់ទេហើយពេលមកដល់ក្រោមពួកគាត់បានហូបបាយជុំគ្នា3នាក់ចឹងណាហើយមុននឹងហូបបាយអ្នកទាំងអស់គ្នានឹងមិនអត់បងមករាបានយកម្ហូបខ្លះនិងវិយខ្លះមកដាក់សែននឹងវាយក្រោយខ្នងគាត់ហើយពេលនោះអ្នកទាំងអស់គ្នាមិនអត់គាត់ថាគាត់នឹកគុណដល់គ្រូដែលជាអ្នកមើលថែគាត់ហើយបងឌីឃើញចឹងក៏សួរបងមករាភ្លាមហ្មងថាមករាហើយក៏ដែរឃើញសែនចឹងឯណាហើយតាំងពីដើមមកឯងដែរសែនចឹងទេហើយពេលហ្នឹងបងមករាថាសែនទៅថ្ងៃហ្នឹងមិនដឹងមិនទេនឹកឃើញដល់គាត់ហើយអ្នកទាំងអស់គ្នាដឹងមិនអត់បងមករាថាគាត់មិនដែរសែនចឹងពីមុនមកទេតែគាត់ថាថ្ងៃហ្នឹងដឹងមិនដូចមានអីឲ្យគាត់ចង់ធ្វើឲ្យគាត់សែនបដ ហើយគាត់ក៏បានសែនទៅពេលហ្នឹងបងមេតក៏ស្រែកថាពួកឯងល្មមបានឲ្យអញយកសាច់ហៅបាយនៅឆ្លោះគ្នាហ្នឹងហើយពេលហ្នឹងបងមករាជាមួយនឹងឌីក៏សើចមេតហើយពួកគាត់បានញ៉ាំបាយជុំគ្នាហើយដាក់ជាក់ជុំគ្នាទៅចឹងណារហូតដល់ម៉ោងពួកគេចូលគេងពេលដែលពួកគាត់មុនចូលគេងហ្នឹងពួកគាត់បានរៀបចំកន្លែងញ៉ាំហ្នឹងរួចរាល់ហើយឲ្យស្អាតបាតឲ្យគេចឹងណាហើយបានឡើងមកថាគេងពេលដើរចិត្តដល់បន្ទប់ហើយណាបងមេថាគាត់សាប៊ូកក់សក់គាត់ហ្នឹងអស់ហើយភ្លេចយកចេញពីឡានចឹងណាគេទៅយកទិញមកហើយពេលហ្នឹងមកមករាជាមួយឌីហ្នឹងក៏ចេញទៅយកហើយពេលទៅដល់ឡានណាគាត់ថាឡានហ្នឹងចតនៅចិត្តប្រភូមិហ្នឹងប្រភូមិចាស់មួយហ្នឹងហើយនៅពីក្រោយឡានហ្នឹងដូចគាត់ឡើងមកយកធុងតកចឹងគាត់ឃើញដីដែលគេទុកចោលហ្នឹងមានដើមជ្រៃមួយធំហ្នឹងពេលហ្នឹងគាត់ថាគាត់មានអារម្មណ៍ថាភ័យខ្លាចចឹងតែអត់អីទេគាត់ណាក៏មកយកសាប៊ូផ្លែតចឹងពេលនោះឌីគាត់បានលុកសោឡានលុកសោឡានហ្នឹងក៏យកសាប៊ូហើយដឹងមកទាំងអស់គ្នាពេលហ្នឹងបងមករាគាត់បានឮសំឡេងស្រែកចេញពីដើមជ្រៃនោះថាហើយលើកទី1គាត់ថារៀងឆ្ងាយប៉ុន្តែលើកទី2គាត់ថានៅចិត្តជាគាត់ហ្មងគាត់ថាពេលហ្នឹងគាត់អត់ខ្វល់ហើយគាត់រត់ចោលឌីហើយឌីនេះអត់មានឮសំឡេងអីគេផងគាត់បិទគូតឡានរត់តាមមករាមកបន្ទប់ទាំងអស់គ្នាទៅហើយពេលដែលមកដល់បន្ទប់បងមករាបាននិយាយរឿងរ៉ាវហ្នឹងទៅប្រាប់មកឌីមួយមេតហើយមេថាកុំនិយាយឈួតចឹងអញដេកមុនហើយពេលហ្នឹងមេតគាត់ស្វឹងហើយបងមករាបញ្ជាក់ប្រាប់ទៀតថាមេតដេកអត់ងុយទៅទេពេលហ្នឹងស្លាប់បាត់ហើយអ្នកទាំងអស់គ្នាដឹងមិនអត់មកមើលឌីវិញគាត់ណែភ័យគាត់ថាអញហ្នឹងអញដេកមួយឯដែរមករាកែមួយឌី2នាក់ពេលហ្នឹងពួកគាត់រៀបចូលងុយទឹកតែអ្នកអីដឹងមិនអត់ណាបន្ទប់ទឹកហ្នឹងគេចំហពីដានហើយគ្មានណាគេហ៊ានចូលងុយទឹកទេហើយឌីនេះអ្នកខ្លាចផងគាត់ថាពេលហ្នឹងចូលងុយទឹកម្នាក់ម្ដងតែអត់បិទទ្វារហើយបងមករាក៏ខ្លាចដែរព្រោះពេលហ្នឹងគេបន្លាចគាត់បាត់ហើយហ្នឹងអញ្ចឹងក៏ងុយទឹកម្នាក់ម្ដងហើយអត់បិទទ្វារទេមិនឈោមើលគ្នាអ្នកទាំងអស់គ្នាគាត់តែអត់បិទទ្វារ
ពេលហ្នឹងពួកគាត់ក៏ងូតទឹកម្នាក់ម្ដងហើយដល់ពេលពួកគាត់ចូលគេងហើយបងមករានោះក៏និយាយទូរស័ព្ទជាមួយសង្សារគាត់អាងឌីណាស្ដាប់រឿងខ្មោចហើយគាត់ឆ្ងល់ថាអងឌីជាមនុស្សខ្លាចជាងគេតែរាល់យប់ឲ្យតែគាត់មកចុះធ្វើការមួយគ្នាគាត់ឃើញតាំងឌីស្ដាប់តែរឿងខ្មោចទេហើយដេកមុនគេបាត់ហើយបងមករានិយាយទូរស័ព្ទបានប្រហែលប៉ុណ្ណាក៏លេខមើងឌីណាស្មុកបាត់ហើយបងមករាក៏បិទទូរស័ព្ទឈប់និយាយទៅហើយក៏សង្ងំគេងហើយក៏ស្ដាប់រឿងខ្មោចតពីឌីទៅយប់នោះហើយជាយប់ដែលបងមករាជួបរឿងមិនគួរឲ្យជឿសោះហើយគួរឲ្យខ្លាចទៀតក្នុងឆាកជីវិតគាត់បានប្រាប់ខ្ញុំថាឌីដែលបានគេងមុនគាត់ហ្នឹងបានដាស់គាត់ហើយឲ្យគាត់ហ្នឹងងើបមើលចុងជើងគាត់ពេលហ្នឹងបងមករាគាត់បើកភ្នែកមកគាត់ឃើញឌីហ្នឹងដេកបែរមុខមកគាត់ហើយនិយាយថាឲ្យទៅមើលចុងជើងគាត់ទៅដឹងអ្នកទាំងអស់គ្នាដឹងមិនអត់បងឌីនិយាយមើលមករាថាហើយមើលចុងជើងអញគេសែនអញ្ចឹងហើយមើលចុងជើងអញគេសែនអញ្ចឹងហើយពេលហ្នឹងឌីនិយាយដាក់បងមករា2ដងហើយខ្លាំងទៀតពេលហ្នឹងបងមករាគាត់អត់មើលចំទេគាត់គ្រាន់ថាមើលតាមកតុយភ្នែកហ្នឹងណាឃើញភ្លើងទៀននៅចុងជើងឌីហើយពេលហ្នឹងបងមករាគាត់ទប់អារម្មណ៍ហើយគាត់បានមើលងើបទៅមើលទេហើយឲ្យឌីដេកគាត់ថាគាត់ដេកហើយបងមករាសង្ងំគេងទាំងញ័រភ័យមកពេលហ្នឹងបងមករាថាបើសិនជាពេលហ្នឹងគាត់ងើបទៅមើលគាត់មិនដឹងលួសព្រលឹងមិនទេមិនដឹងឃើញស្អីខ្លះនៅព្រឹកឡើងមកដល់ពួកគាត់បានងូតទឹករៀបអីវ៉ៃអីវ៉ាន់ចេញទៅភ្នំពេញតាមធម្មតាហើយបងមករាក៏អត់ទាន់និយាយដែរពេលជីឡានមកតាមផ្លូវហ្នឹងគាត់បានសួរឌីថាយប់មិញថៃឯងបានហៅអញទៅមើលស្អីនៅក្រោមជើងឯងហើយពេលហ្នឹងឌីស្លាំងកាំងមកឌីក៏ថាគាត់អត់ដឹងទេគាត់ដេកលក់ស្រួលណាគាត់មិនបានងើបដាស់ណាគេអីទេសួរឲ្យទៅមើលអីទេហើយពេលហ្នឹងបងមករាបានរៀបរាប់រឿងរ៉ាវដែលគាត់ជួបជុំមិញហ្នឹងប្រាប់ទៅពួកម៉ាក់គាត់ហើយពួកម៉ាក់គាត់ហ្នឹងក៏នឹកឃើញអាថ្ងៃពេលដែលហូបអីជុំគ្នាពេលយប់ហ្នឹងគាត់ថាមកពីបងមករាហ្នឹងសែនតគ្រូខ្លួនឯងហើយគេម្ចាស់ទឹកម្ចាស់ដីហ្នឹងអត់ហៅគេអញ្ចឹងបានគេធ្វើឲ្យគាត់ឃើញហើយគាត់ថាហ្នឹងហើយគេឲ្យធ្វើគេឲ្យឃើញតែប៉ុណ្្នឹងចុះបើគេឲ្យឃើញច្រើនជាងហ្នឹងទៀតទៅគាត់មិនលួសព្រលឹងបាត់ណាហើយនិយាយអញ្ចឹងទៅពួកគាត់ក៏ដូរប្រធានបទនិយាយរឿងផ្សេងហ្នឹងទៅហើយក៏ធ្វើដំណើរមកភ្នំពេញវិញដោយសុវត្ថិភាពទៅហើយរំលងបានប្រហែលថ្ងៃបងមករាបានទៅស្រុកកំណើតជុំគ្រួសាររបស់គាត់នៅខេត្តមួយហើយគាត់សុំលាក់អត់ឲ្យចេញឈ្មោះខេត្តទេហើយគ្រួសារគាត់បានទៅមើលគ្រូហើយធ្វើពិធីស្នងរូបដើម្បីសួរពីរឿងរ៉ាវគ្រួសារគាត់ផ្សេងទេប៉ុន្តែពេលនោះលោកគ្រូហ្នឹងគាត់ក៏និយាយរឿងដែលគ្រួសារគាត់សួរទៅហើយចប់ណាបានហៅបងមករាហើយនិយាយថាចៅមានចាំថ្ងៃដែលចៅធ្វើការនៅខេត្តអត់ហើយពេលហ្នឹងបងមករាឆ្លើយភ្លាមហ្មងថាចាំលោកតាចាំហើយពេលនោះលោកតាគាត់ក៏បាននិយាយថានឹងហើយឲ្យចាំសែនឲ្យអញនឹកឃើញកន្លែងគេផងគេនៅទីនោះគេក៏ត្រូវការនឹងវាយសែនដែរបើជ្រុលកុំសែនហើយពេលហ្នឹងបងមករាគាត់បានត្រឹមឆ្លើយបាទហើយពិធីស្នងរូបហ្នឹងក៏ចប់ទៅហើយគាត់និងក្រុមគ្រួសារគាត់ហ្នឹងបានត្រឡប់មកផ្ទះវិញតាមធម្មតាហើយរឿងរ៉ាវហ្នឹងបងមករាប្រាប់ឲ្យមានថាបើជឿកុំប្រមាទព្រោះវាគ្មានអំណះអំណានណាអ្វីបបជាបានទេប៉ុន្តែសម្រាប់លោកគាត់គឺគាត់បានឮគាត់បានឃើញច្បាស់នឹងភ្នែកអញ្ចឹងបានគាត់លើកយករឿងនេះមកប្រាប់នៅក្នុងសម្លេងរន្ធត់ហើយរឿងទី2សំណែនចុងជើងក៏មានតែត្រឹមហ្នឹងទេតោះយើងទៅស្ដាប់រឿងទី3បន្តសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងទី3ហើយរឿងនេះដែរខ្ញុំបានពីបងប្រុសម្នាក់ដែលគាត់ឈ្មោះធីហើយរឿងរ៉ាវរន្ធត់ទាំងអស់ហ្នឹងគឺកើតលើគាត់តែពីគាត់នៅពីក្មេងហើយរឿងទាំងអស់ហ្នឹងគាត់ជាអ្នកជួបផ្ទាល់ហើយរឿងហ្នឹងពាក់ព័ន្ធជាមួយនឹងព្រាយនៅដើមព្រីងនៅស្រុកគាត់ហើយដល់សប្តាហ៍ថ្ងៃណាគាត់នៅតែខ្លាចគាត់មិនហ៊ាននិយាយរឿងហ្នឹងច្រើនទេប៉ុន្តែថ្ងៃហ្នឹងគាត់បានផ្ញើសារមក admin ហើយគាត់សរសេរដូចជារឿងអញ្ចឹងឲ្យ admin អានតាមគាត់មកតោះអញ្ចឹងយើងទៅស្ដាប់រឿងគាត់ទាំងអស់គ្នាកាលពីខ្ញុំអាយុទើបតែ14ឆ្នាំខ្ញុំរស់នៅជាមួយម្ដាយខ្ញុំតែ2នាក់ទេនៅភូមិតូចមួយគាត់ថាគាត់សុំលាក់ខេត្តអត់ឲ្យដឹងទេហើយរាល់ថ្ងៃខ្ញុំតែងតែដឹកគោទៅស៊ីស្មៅនៅឯក្រោយភូមិមកហើយអ្នកភូមិនៅទីនោះតែងតែនិយាយប្រាប់ខ្ញុំទាំងអស់គ្នានៅក្មេងៗគ្វាគោហ្នឹងនិយាយអំពីដើមព្រីងចាស់មួយនៅកណ្ដាលព្រៃពួកគាត់បានហាមបាត់ឲ្យពួកខ្ញុំហ្នឹងក្មេងៗហ្នឹងទៅកន្លែងព្រៃដែលមានដើមព្រីងហ្នឹងទេព្រោះអីគាត់ថាមានព្រាយនៅទីនោះហើយយប់
គេឃើញភ្លើងហោះចូលព្រៃនោះហើយចាស់ក្នុងភូមិតែងតែនិយាយថាព្រៃហ្នឹងតែងតែលងម្លាចគេអ្នកដែលចូលទៅក្នុងព្រៃហ្នឹងហើយទៅបេះដើមព្រីងហ្នឹងទៅជួបជាមួយនឹងដើមព្រីងហ្នឹងតែងតែអត់រួចខ្លួនវិញទេមកវិញពេលខ្លះសតិលែងក្របពេលខ្លះឈួតហើយពេលហ្នឹងគាត់បាននិយាយប្រាប់រឿងអស់ហ្នឹងមកពួកខ្ញុំហើយពួកខ្ញុំក៏បានត្រឹមតែស្ដាប់ទៅប៉ុន្តែពួកខ្ញុំមិនជឿទេខ្ញុំថាវាគ្រាន់តែជារឿងចាស់ដែលបង្កើតឡើងដើម្បីបន្លាចក្មេងៗបណ្ដោះកុំឲ្យក្មេងៗដើរចូលក្នុងព្រៃហ្នឹងណាពេលខ្លះកុំឲ្យដើរពេលយប់ឡើងហ្នឹងទៅហើយគាត់ក៏បានយកគោទៅឃ្វាតាមធម្មតាហើយយប់មួយខណៈម្ដាយគាត់កំពុងធ្វើបាយហូបស្រាប់តែពេលនោះគោរបស់ខ្ញុំមកផ្អើលមកក្បាលផ្អើលរត់ចេញទៅអាម្ដុំព្រៃនោះហើយម្ដាយខ្ញុំគាត់ឃើញចឹងហើយគាត់ដឹងរឿងគាត់បានប្រាប់ខ្ញុំថាកុំតន់ទៅយកវាអីចាំព្រឹកទៅវាប្រហែលជាឃើញអីហើយបើវារត់ចឹងវាផ្អើលចឹងចោះផ្សេងទៀតមិនទៅតែពេលហ្នឹងខ្ញុំអត់ស្ដាប់គាត់ទេខ្ញុំយកពិលមួយហើយក៏ដើរចេញទៅរកគោតែម្នាក់ឯងហើយម្ដាយខ្ញុំខំស្រែកហៅខ្ញុំពីចង្អាយស្រែកហៅតែខ្ញុំនេះវារឹងក្បាលរឹងដើរទៅតែម្នាក់ឯងទៅហើយពេលនោះមេឃងើតខ្លាំងណាស់ខ្យល់បក់ត្រជាក់ឮតែសំឡេងចង្រិតយំតាមវាសែខ្ញុំដើររយូរដើររហូតដល់ក្បែរព្រៃដើមព្រីងនោះស្រាប់តែខ្ញុំបានឮសំឡេងគោខ្ញុំយំចេញក្នុងព្រៃហ្នឹងមកហើយពេលហ្នឹងខ្ញុំគិតថាខ្ញុំមកឃើញវាហើយខ្ញុំក៏ដើរចូលទៅក្នុងព្រៃនោះភ្លាមហ្មងតែពេលខ្ញុំចូលទៅដល់កាន់តែជ្រៅទៅសំឡេងគោខ្ញុំនៅតែឮប៉ុន្តែដើរចូលជ្រៅទៅនៅតែអត់ឃើញគោតែអ្វីដែលនៅជុំវិញខ្ញុំមានអារម្មណ៍ថាស្ងាត់សំបីតែសលេងចង្រិតយំតាមវាស្រែលើកមុនក៏លែងឮដែរហើយដើមឈើធំដោះគ្របពីលើមើលទៅគួររន្ធត់ហ្មងស្ពាបហ្នឹងហើយពេលហ្នឹងខ្ញុំដើរចូលទៅសលេងអីក៏លែងឮដែរខ្ញុំឮតែសលេងសរាប់ជើងខ្ញុំដើរប៉ុន្តែខ្ញុំមានប្លែកអារម្មណ៍អ្វីដែលមួយយ៉ាងខ្ញុំដើរចូលទៅសម្រាប់ជើងខ្ញុំឮប៉ុន្តែខ្ញុំមានអារម្មណ៍ថាឮអ្វីមួយយ៉ាងនៅពីក្រោយខ្ញុំដូចសម្រាប់ជើងខ្ញុំដែរធម្មតាពេលខ្ញុំដើរជន់ដើមឈើលឹកឈើវាមិនលាន់ក្រែកក្រក់អញ្ចឹងនៅពីក្រោយខ្ញុំមានសំឡេងមួយដែលក្រែកក្រក់ពីក្រោយមកតាមខ្ញុំដែរខ្ញុំក៏ឈប់ដើរហើយសំឡេងនោះក៏ឈប់ដែរហើយខ្ញុំអត់សង្ស័យខ្លាំងណាពេលហ្នឹងភ័យផងហ៊ានផងពេលហ្នឹងខ្ញុំក៏បែរក្រោយតែអត់មានឃើញអីសោះហើយពេលហ្នឹងខ្ញុំណែចាប់ផ្ដើមភ័យខ្លាំងហើយភ័យមែនតែនប៉ុន្តែធ្វើម៉េចឮសលេងគោយំពីមុខមកអញ្ចឹងត្រូវដើរទៅមុខទៅទៀតខ្ញុំខំធ្វើចិត្តក្លាហានណាតែមិនបានប្រមាណហ៊ានផងពេលខ្ញុំស្ដាប់តែលូតភ្លើងភ្លឹបផ្លែតហើយក៏លូតបាត់ហើយនៅជុំវិញខ្ញុំមានភាពស្ងាត់ស្ងុំងងឹតសូនសលេងអីក៏អត់ឮហើយងងឹតតែម្ដងខ្ញុំចាប់ដើមខឹងខ្ញុំវាយពិលពីរបីដងយកមកគោះដៃគោះបីម្ដងវាក៏ភ្លឺឡើងវិញតែពេលពលឺនឹងភ្លឺឡើងខ្ញុំស្រាប់តាខ្ញុំឃើញស្រីម្នាក់ឈរនៅក្រោមដើមព្រីងហ្នឹងហើយខ្ញុំអត់ដឹងខ្លួនទេថាខ្ញុំដើរចូលមកតាំងពេលណាហ្នឹងដើរចូលមកហ្នឹងគឺសំដៅមករកដើមព្រីងហ្នឹងទេដល់ពេលហើយខ្ញុំចូលមកស្រឡាំងកាំងមែនតើប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតខ្ញុំឃើញមនុស្សស្រីម្នាក់ហ្នឹងគាត់ទៅឈរនៅក្រោមដើមព្រីងហ្នឹងហើយគោខ្ញុំអត់ឃើញទេហើយសភាពអ្នកស្រីហ្នឹងសក់វែងខ្លាំងហើយសក់ហ្នឹងបាំងមុខនាងហើយដៃនាងវែងហួសជង្គង់ទៀតហើយបើសម្លៀកបំពាក់របស់នាងវិញពណ៌សហើយប្រឡាក់ដោយដីខ្មៅតែខ្ញុំមើលទៅវាអត់ច្បាស់ដែរដោយសារអីវារៀងឆ្ងាយហើយពេលហ្នឹងខ្ញុំក៏ស្រែកសួរហ្មងសួរណាគេហ្នឹងហើយពេលនោះភ្លាមនាងក៏លើកក្បាលឡើងមកយឺតអ្វីដែលខ្ញុំឃើញភ្នែកនាងទាំងពីរគឺខ្មៅរុំចូលក្នុងអត់មានឃើញអីទេខ្មៅហ្មងហើយមាត់នាងសើចអាយ៉ះដល់គុំនៅកជាហើយដាតវិញធ្លាក់ដល់ដីខ្ញុំឃើញខ្ញុំភ័យខ្លាំងខ្ញុំរត់អត់ងាកក្រោយទេប៉ុន្តែអ្វីដែលចម្លែកខ្ញុំរត់យូរប៉ុណ្ណាក៏ដោយរត់មកដល់កន្លែងដើមហើយពេលហ្នឹងអ្នកទាំងអស់គ្នានឹងមិនអត់តលេងនាងសើចឡើងទៅហឹងពេញព្រៃហ្មងសើចយកទៅមែនតើហ្មងឡើងខ្លាចមកសលេងហ្នឹងហើយសលេងហ្នឹងឮពេញតិចខ្ញុំហ្មងពេលខ្ញុំលើកពិលឡើងប្រចាំងទៅលើដើមព្រីងហ្នឹង
ខ្ញុំឃើញនឹងជួជើងទម្លាក់ក្បាលចូលមកក្រោមហើយសក់នេះនឹងវែងហើយភ្នែកនាងសម្លឹងមើលមកខ្ញុំលាមនុស្សពេលខ្ញុំក៏រលត់ម្ដងទៀតក្នុងសភាពងងឹតជឹងហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ថាមានដៃត្រជាក់មកច្បាច់កខ្ញុំពីក្រោយហើយខ្សឹបនៅចិត្តខ្ញុំថាកុំយកគោអញទុកស៊ីកុំយកហើយបន្ទាប់មកខ្ញុំក៏មិនដឹងអីទៀតទៅខ្ញុំក៏ស្លាប់បាត់បង់ស្មារតីទៅពេលខ្ញុំភ្ញាក់ឡើងវិញខ្ញុំក៏ទៅផ្ទះបាត់ហើយអ្នកភូមិពួកគេឃើញខ្ញុំដេកស្លាប់ក្រោមដើមព្រីងហើយពេលហ្នឹងគាត់ថាម្ដាយខ្ញុំមួយអ្នកភូមិហ្នឹងដើររកខ្ញុំអត់ឃើញទេមកយប់ហើយតលតែចិត្តភ្លឺបានឃើញខ្ញុំនឹងនៅក្រោមដើមព្រីងហើយចាប់ពីថ្ងៃនោះមកខ្ញុំចាប់ផ្ដើមឃើញគ្នាងនៅក្នុងកែវភ្នែកខ្ញុំរាល់ថ្ងៃពេលខ្លះនាងចូលមកអួចខ្ញុំស្រែកខ្ញុំភ័យខ្ញុំយំហើយពេលខ្លះខ្ញុំឮសលេងនាងសើចដូចអាការខ្ញុំជប់ក្នុងព្រៃចឹងសើចនៅលើដំបូលផ្ទះហ្មងហើយខ្ញុំគេមិនដែរលក់ទេហើយចេះតែនិយាយម្នាក់ឯងហើយអត់ដឹងខ្លួនឯងនិយាយពីអីទេម្ដាយខ្ញុំឃើញខ្ញុំចឹងគាត់អាណិតខ្ញុំណាស់ហើយគាត់ភ័យទៀតគាត់ក៏នាំខ្ញុំទៅវត្តទៅជួបលោកតាហើយលោកតាក៏ធ្វើពិធីស្រោចទឹកឲ្យខ្ញុំសូត្រមន្តចឹងណាហើយពេលហ្នឹងខ្ញុំមានអារម្មណ៍ថាដូចមានអ្វីមួយយ៉ាងនៅក្នុងខ្លួនខ្ញុំពងក៏ស្រែកខ្លាំងហ្មងហើយបន្ទាប់មកខ្ញុំក៏ស្លាប់បាត់ទៅពេលដែលខ្ញុំដឹងខ្លួនឡើងវិញខ្ញុំលែងឃើញនាងទៀតហើយខ្ញុំលែងគិតដល់នាងដែរមានអារម្មណ៍ថាធូរស្រាលរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងប៉ុន្តែសប្តាហ៍ថ្ងៃហ្នឹងខ្ញុំនៅតែមិនហ៊ានទៅក្បែរអាដើមព្រីងហ្នឹងព្រោះខ្ញុំដឹងហើយខ្ញុំឃើញហើយយប់ហ្នឹងពិតទៅមិនមែនជាមនុស្សទេនាងគឺជាព្រាយដែលចាស់នោះនិយាយមកហើយដើមព្រីងហ្នឹងគឺនៅដល់សប្តាហ៍ថ្ងៃអត់មានអ្នកណាទៅកាប់អត់មានអ្នកណាទៅដុតចោលទេហើយរឿងហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកស្ដាប់ទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់តាំងពីរឿងទី1រហូតដល់រឿងទី3សូមមេត្តាជួយចុច like share និង subscribe ម្នាក់មួយផងជួបគ្នារឿងរន្ធត់ថ្មីទៀតនៅក្នុង channel សំឡេងរន្ធត់យប់ទី10សូមជម្រាបលា